បងប្អូនជំនុំជាតិទាំងអស់ព្រមទាំងអ្នកសារព័ត៌មាននៅក្នុងទូទាំងសេរីជាណាចក្រកម្ពុជាបានដឹងហើយកាលពីម្សិលមិញយើងបានទទួលព័ត៌មានសំខាន់មួយគឺញត្តិរបស់សភាអឺរ៉ុបស្ដីពីកម្ពុជានៅក្នុងញត្តិនោះគឺសភាអឺរ៉ុបតំណាងឲ្យប្រជាពលរដ្ឋទាំង28ប្រទេសនៅទ្វីបអឺរ៉ុបបានអនុម័តញត្តិដ៏សំខាន់មួយស្ដីពីកម្ពុជាហើយក្នុងនោះមានចំណុចសំខាន់7ទី1ញត្តិនោះបានទាមទារឲ្យលុបចោលដីកាចាប់ខ្លួននិងការប្រកាន់ទាំងឡាយមកលើលោកសំរងស៊ីនិងបញ្ឈប់ការធ្វើទុកបុកម្នេញតាមផ្លូវតុលាការមកលើរូបលោកទឹមសខានិងលោករុនឈុនចំណុចទី2គឺជំរុញឲ្យរាជរដ្ឋាភិបាលកម្ពុជាចាប់ផ្ដើមសន្ទនាឡើងវិញដោយសន្តិវិធីនិងជាវិជ្ជមានជាមួយគណៈបកប្រឆាំងការសន្ទនាបែបនេះគឺជាលក្ខខណ្ឌចាំបាច់បំផុតដើម្បីឲ្យការបោះឆ្នោតខាងមុខមានភាពសមស្របតាមច្បាប់អាចទទួលយកបានចំណុចទី3គឺរំលឹកឲ្យរដ្ឋាភិបាលកម្ពុជាបំពេញកាតព្វកិច្ចរបស់ខ្លួនចំពោះគោលការណ៍លទ្ធិប្រជាធិបតេយ្យនិងការគោរពសិទ្ធិមនុស្សការបំពេញកាតព្វកិច្ចបែបនេះជាកត្តាមួយដ៏សំខាន់ក្នុងកិច្ចព្រមព្រៀងសហប្រតិបត្តិការស្ដីពីការផ្ដល់ជំនួយរវាងសហភាពអឺរ៉ុបនិងប្រទេសកម្ពុជាចំណុចទី4នៅក្នុងញត្តិនោះជាដែរគឺទាមទារឲ្យរាជរដ្ឋាភិបាលកម្ពុជាបញ្ឈប់នឹងការចាប់ខ្លួនចំពោះប្រជាពលរដ្ឋស្លូតត្រង់និងទាមទារឲ្យមានការដោះលែងចំពោះអ្នកទោសនយោបាយទាំងអស់ព្រមទាំងទាមទារឲ្យអង្គការសង្គមស៊ីវិលមានសិទ្ធិបន្តការងាររបស់ខ្លួនដោយសេរីចំណុចទី5គឺលើកទឹកចិត្តឲ្យរាជរដ្ឋាភិបាលកម្ពុជាពង្រឹងលទ្ធិប្រជាធិបតេយ្យពហុបកនិងនីតិរដ្ឋព្រមទាំងគោរពសិទ្ធិមនុស្សនិងសេរីភាពជាមូលដ្ឋានក្នុងនោះដែរមានសិទ្ធិជួបប្រជុំនិងសិទ្ធិសម្ដែងមតិជាដើមចំណុចទី6គឺអំពាវនាវឲ្យស្ថាប័នសហភាពអឺរ៉ុបនិងរដ្ឋអំណាចនៃប្រទេសជាសមាជិកទាំងអស់តាមដានយ៉ាងជាប់លាប់និងទៀងទាត់ក្នុងការរៀបចំការបោះឆ្នោតខាងមុខនៅប្រទេសកម្ពុជាដើម្បីធានាឲ្យការបោះឆ្នោតនោះមានលក្ខណៈសេរីនិងយុត្តិធម៌ពិតប្រាកដចំណុចទី7គឺតម្រូវឲ្យប្រធានសភាអឺរ៉ុបបញ្ជូនញត្តិនេះទៅគណៈកម្មាធិការអឺរ៉ុបថាបានដើរតួជារដ្ឋាភិបាលក្រុមប្រឹក្សាអឺរ៉ុបក្រសួងការបរទេសអឺរ៉ុបព្រមជាសមាជិកសហភាពអឺរ៉ុបព្រមទាំងរដ្ឋាភិបាលនិងរដ្ឋសភានៃប្រជាជាតិកម្ពុជានិងរដ្ឋាភិបាលនៃប្រទេសជាសមាជិកអាស៊ានទាំងអស់នេះជាញត្តិដ៏សំខាន់មួយដែលសហភាពអឺរ៉ុបបានបញ្ចេញពីម្សិលមិញហើយក្នុងនាមជាតំណាងរបស់គណៈបកសង្គ្រោះជាតិយើងសូមស្វាគមន៍ហើយសូមសម្ដែងភាពអបអរសាទរចំពោះការបារម្ភរបស់សហភាពអឺរ៉ុបមានព្រឹត្តិការណ៍ដ៏សំខាន់មួយទៀតគឺបានចេញពីម្សិលមិញនេះដែរគឺលោកអគ្គលេខាធិការអង្គការសហប្រជាជាតិលោកបានទីមូលបានទូរស័ព្ទមកផ្ទាល់ជួបជាមួយឧត្តមរដ្ឋមន្ត្រីក្រសួងការបរទេសគឺលោកប្រាក់សុខុនហើយបានបញ្ចេញនៅទូរស័ព្ទមួយនៅក្នុង website របស់អង្គការសហប្រជាជាតិដែលមានអត្ថន័យទាំងស្រុងដូចខាងក្រោមនេះគឺការសន្ទនាតាមទូរស័ព្ទរវាងអគ្គលេខាធិការអង្គការសហប្រជាជាតិនិងឧត្តមប្រាក់សុខុនទេសរដ្ឋមន្ត្រីនិងរដ្ឋមន្ត្រីក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិកាលថ្ងៃអង្គារទី7ខែមិថុនាឆ្នាំ2016ដោយអគ្គលេខាធិការនៃអង្គការសហប្រជាជាតិបាននិយាយតាមទូរស័ព្ទជាមួយឧត្តមប្រាក់សុខុនទេសរដ្ឋមន្ត្រីនិងរដ្ឋមន្ត្រីក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិនៃប្រជាជាតិកម្ពុជាដោយអគ្គលេខាធិការបានសម្ដែងការព្រួយបារម្ភរបស់លោកអំពីរបាយការណ៍ស្ដីពីការរីករាលដាលនៃការបំផិតបំភ័យការរកគួននិងការចាប់ខ្លួនតួអង្គនៃអង្គការសង្គមស៊ីវិលប្រព័ន្ធផ្សព្វផ្សាយបុគ្គលិកនិងសមាជិកគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតកោជបនិងសមាជិកនៃគណៈបកប្រឆាំងលោកអគ្គលេខាធិការបានលើកឡើងនៅក្តីសង្ឃឹមរបស់លោកថារដ្ឋាភិបាលកម្ពុជានឹងធានាឲ្យមានការគោរពសិទ្ធិមនុស្សពេញលេញរួមទាំងសេរីភាពខាងការបញ្ចេញមតិសមាគមនិងការជួបជុំលោកបានអំពាវនាវឲ្យមានការបន្តឡើងវិញនៅវប្បធម៌សន្ទនារវាងគណៈបកប្រជាជននិងគណៈបកសង្គ្រោះជាតិសូមជម្រាបថាព្រឹត្តិការណ៍ដ៏សំខាន់ពីរនេះគឺគណៈបកសង្គ្រោះជាតិសូមស្វាគមន៍និងមានសេចក្តីសោមនស្សដើម្បីធ្វើឲ្យបញ្ហាដៃកពុកនៅក្នុងប្រទេសកម្ពុជានេះនឹងអាចទូស្រាលឡើងវិញគណៈបកសង្គ្រោះជាតិនៅតែប្រកាន់គោលជំហរយកវប្បធម៌សន្ទនាដើម្បីបញ្ចប់បញ្ហានយោបាយដែលកំពុងកើតឡើងនៅក្នុងប្រទេសកម្ពុជាបច្ចុប្បន្ននេះគណៈបកសង្គ្រោះជាតិនឹងធ្វើពិធីទទួលញត្តិថ្ងៃទី13មិថុនានេះគឺ
ជាបរិបទទូទាំងខេត្តរាជធានីនៅក្នុងប្រជាជាតិណាចក្រកម្ពុជានឹងអញ្ជើញមកទីស្នាក់ការបណ្ដាលរបស់គណៈបក្សសង្គ្រោះជាតិដើម្បីយកញត្តិដែលប្រជាបរិបទស្ដិតមេដៃដើម្បីយកមកជូនចំពោះតំណាងរាស្ត្ររបស់គណៈបក្សសង្គ្រោះជាតិហើយយើងនឹងមានពិធីទទួលញត្តិនេះនៅកន្លែងនេះថ្ងៃ14មិថុនាហ្នឹងគឺមានដីកាមួយអញ្ជើញឲ្យដំគឹមសិក្ខាទៅតុលាការហើយជាថ្មីមកទៀតយើងបានប្រកាសជាផ្លូវការហើយគឺគណៈបក្សសង្គ្រោះជាតិមិនអនុញ្ញាតឲ្យតំណាងរាស្ត្រណាម្នាក់ទៅឆ្លើយនៅក្នុងតុលាការដោយកំពុងមានអបិយឯកសិទ្ធិទេ